សុំឲ្យធេរ៉ាគាត់ជាអ្នកសងសឹកហ្នឹងវាយឲ្យដាច់ទៅលើរ៉ូស្លានបាទទៅផ្ដល់ជ័យជំនះឲ្យគាត់បើគាត់វាយមិនដាច់ទេបានន័យថាជ័យជំនះនៅតែរ៉ូស្លានជាអ្នកទទួលបានដដែលហើយខ្សែក្រវ៉ាត់ប្រសិនបើរ៉ូស្លានជាអ្នកនៅតែឈ្នះដដែលខ្សែក្រវ៉ាត់គឺត្រូវតែបកគលឲ្យទៅរ៉ូស្លានពីព្រោះថាយើងសុំគេសងសឹកអត់បានសម្រេចផងអញ្ចឹងខ្សែក្រវ៉ាត់គឺយើងត្រូវតែបកគលឲ្យគេពីព្រោះយើងទេជាអ្នកដាក់បាទខ្សែក្រវ៉ាត់ជាធ្នូក្នុងការសុំសងសឹកបាទអញ្ចឹងមិនមែនយើងជាអ្នកការពារខ្សែក្រវ៉ាត់ដោយគេមកដដើមទេបាទគឺយើងជាអ្នកសុំគេសងសឹកដោយដាក់ខ្សែក្រវ៉ាត់ជាធ្នូក្នុងការសុំគេសងសឹកដើម្បីដណ្ដើមខ្សែក្រវ៉ាត់នេះមកវិញបាទបាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបដាលគុណខ្មែរបាទវីដេអូមុនខ្ញុំបានចេញរួចមកហើយអំពីជំនួបសងសឹកបាទរវាងធេរ៉ាជាមួយនឹងរ៉ូស្លានបាទការពិតសាវតានៃការប្រកួតរបស់គាត់គឺកាលពីថ្ងៃទី26ខែ9ឆ្នាំ2025កន្លងទៅគឺជាលក្ខណៈដូចជាមិត្តភាពទេបងប្អូនកាលនោះក៏ប៉ុន្តែការប្រកួតគឺលក្ខណៈបោះឆៅបាទហើយការប្រកួតបានត្រឹមតែមួយទឹកទេបាទដោយធេរ៉ាគាត់ត្រូវរងរបួសបាទគាត់បានរងរបួសបាទកាលនោះចាំបានថារ៉ូស្លានគាត់វាយបាទឲ្យធេរ៉ារងរបួសភ្នែកមិនអាចបន្តការប្រកួតតទៅទៀតបានហើយជ័យជំនះក៏បានទៅលើរ៉ូស្លានបាទចប់ការប្រកួតកាលនោះឃើញថាទាំងអ្នកគ្រូសសមាលីក៏ដូចជាធេរ៉ាបាទសម័យខ្លួនផ្ទាល់ហ្នឹងក៏មានការទទូចស្នើសុំសងសឹកជាមួយនឹងរ៉ូស្លានសាជាថ្មីដោយដាក់ខ្សែក្រវ៉ាត់ឲ្យរ៉ូស្លានដដើមផងបាទដាក់ខ្សែក្រវ៉ាត់ផងក្នុងការប្រកួតសងសឹកនេះអញ្ចឹងបានន័យថាធេរ៉ាគាត់សុំរ៉ូស្លានសងសឹកដោយយកខ្សែក្រវ៉ាត់ទៅដាក់ជាធ្នូក្នុងការសុំសងសឹកបាទមិនមែនរ៉ូស្លានជាអ្នកស្នើសុំដណ្ដើមខ្សែក្រវ៉ាត់ពីធេរ៉ាទេអញ្ចឹងការប្រកួតសងសឹកគឺក្នុងការប្រកួតនៅពេលកន្លងមកយើងឃើញថាសម្រាប់អ្នកដែលទៅសុំគេសងសឹកគឺត្រូវតែវាយឲ្យដាច់បាទមិនមែនវាយសន្សំបន្ទុកទេគឺវាយឲ្យដាច់អញ្ចឹងបាទបានន័យថារ៉ូស្លានគាត់វាយតែសន្សំបន្ទុកក៏គាត់អាចឈ្នះបានដែរបាទនៅក្នុងការប្រកួតមួយនេះពីព្រោះគុណខ្មែរយើងកន្លងមកគឺអញ្ចឹងអ្នកដែលត្រូវបានគេសុំសងសឹកហ្នឹងគាត់អាចមានអត្ថិភាពខ្ពស់គឺគាត់វាយតែសន្សំបន្ទុកគាត់អាចឈ្នះដែរតែអ្នកដែលទៅសងសឹកគឺត្រូវតែវាយឲ្យដាច់បាទគឺត្រូវចូលវាយឲ្យដាច់បាទឲ្យឃើញថាយើងទៅសងសឹកគេវាយឲ្យឈ្នះគេឲ្យដាច់អញ្ចឹងទើបអាចសងសឹកបានសម្រេចបាទអញ្ចឹងជាសំណពោរបស់ខ្ញុំថាប្រសិនបើធេរ៉ាជាអ្នកសុំគេសងសឹកវាយមិនឈ្នះគេដាច់បាទគឺត្រូវតែបកគលជ័យជំនះឲ្យទៅម្ចាស់ខ្លួនដែលគេធ្លាប់ឈ្នះយើងកន្លងមកដដែលហើយខ្សែក្រវ៉ាត់គឺត្រូវតែបកគលឲ្យទៅរ៉ូស្លានពីព្រោះយើងសុំគេសងសឹកបាទអញ្ចឹងបានន័យថាយើងសងសឹកមិនបានសម្រេចអញ្ចឹងខ្សែក្រវ៉ាត់ក៏ត្រូវតែរបូតតែបើធេរ៉ាវាយគេដាច់បាទវាយរ៉ូស្លានដាច់នោះគាត់នឹងទទួលបានជ័យជំនះមកវិញហើយខ្សែក្រវ៉ាត់គាត់នៅតែរក្សាទុកបានដដែលបាទសូមអរគុណ